ដោយសារតែមហាចតាឆ្លៀនពៀនរបស់កងទ័ពសៀមដែលមានបំណងលាបត្របាក់យកទឹកដីកម្ពុជាជាបន្តបន្ទាប់ក្រៅពីហេដ្ឋារចនាសម្ព័ន្ធនានាដែលមានសាលារៀនមន្ទីរពេទ្យវត្តអារាមសន្តាគារភោជនីយដ្ឋាននិងលំនៅឋានរបស់ប្រជាពលរដ្ឋរាប់សិបរយខ្នងជាដើមត្រូវបានបំផ្លាញនោះនៅព្រឹកនេះស្ពានជ័យជំនះឬស្ពានមេទឹកថ្មីចាស់ដែលមានស្ពានដែកនិងបេតុងនៅពោធិ៍សាត់ត្រូវបានយោធាសៀមបាញ់ផ្លោងផ្ដាច់មិនអាចធ្វើដំណើរបានទេនេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិគឺលោកស្រីម៉ាលីសុជាតានាព្រឹកនេះលោកស្រីបានអះអាងថាស្ពាននេះត្រូវបានយោធាសៀមបាញ់ផ្លោងកំទេចចំនួន3លើកនៅវេលាម៉ោងប្រមាណជា6ព្រឹកថ្ងៃទី13ខែធ្នូនេះដោយឡែកលោកផនរឹមអ្នកនាំពាក្យក្រសួងសាធារណការបានឲ្យដឹងថាតាក់ទងករណីស្ពានខាងលើនេះឯកឧត្តមពេញពោធិនីរដ្ឋមន្ត្រីក្រសួងសាធារណការបានប្រជុំជាមួយនឹងក្រុមបច្ចេកទេសរួចហើយដើម្បីត្រៀមស្ដារឡើងវិញនៅចំពោះស្ថានភាពបែបនេះក្រសួងកំពុងតែរងចាំការអនុញ្ញាតពីសមរភូមិមុខដើម្បីចូលជួសជុលនិងធ្វើផ្លូវវាងធានាតភ្ជាប់សម្រួលដល់ចរាចរណ៍ឡើងវិញសូមបញ្ជាក់ថាស្ពានជ័យជំនះឬស្ពានមេទឹកនេះត្រូវបានស្ថាបនាជាស្ពានបេតុងដែលតភ្ជាប់ពីត្រើយម្ខាងទៅត្រើយម្ខាងទៀតនៃស្ពានមេទឹកស្ថិតនៅលើផ្លូវជាតិលេខ55ត្រង់គីឡូម៉ែត្រលេខ169 400មានប្រវែង180ម៉ែត្រទទឹង10ម៉ែត្រស្ពាននេះចែកចេញជា8ប្រឡោះដែលប្រឡោះនីមួយៗមានប្រវែង20ម៉ែត្រស្ថាបនារួចនៅក្នុងឆ្នាំ2018ដោយក្រុមហ៊ុនចិន CRBC ស្ពាននេះមានចម្ងាយពីព្រំដែនប្រហែលជា 8.5 គីឡូម៉ែត្រគិតតាមចម្ងាយផ្លូវបត់បែននិងប្រហែលជា5គីឡូម៉ែត្រជាចម្ងាយត្រង់ពីព្រំដែនដែលមានច្រកងាយស្រួលតែមួយគត់ភ្ជាប់ទៅទីប្រជុំជនថ្មដាស្រុកវាលវែងកំពុងតែរើស្ពានបងផ្ទះនៅណាដែរខ្ញុំនៅខាងពោធិ៍សាត់នៅពោធិ៍សាត់ប៉ុន្តែមិនឆ្លងតាមនេះត្រូវធ្វើដំណើរឆ្លងកាត់នេះបាទបងបាទហើយយ៉ាងម៉េចដែរនៅពេលដែលឃើញសកម្មភាពនៃការបាញ់បំផ្លាញស្ពានរបស់យើងពីសំណាក់ទាហានឈ្លានពានរបស់ថៃនិយាយរួមខ្ញុំមានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់សម្រាប់កូនខ្មែរមួយរូបមានអារម្មណ៍ឈឺចាប់ហើយក៏មានអារម្មណ៍ថាសោកស្ដាយបាទដែលខាងទាហានថៃវាបំផ្លាញស្ពានរបស់ខ្មែរយើងបាទស្ពាននេះវាមានសារៈសំខាន់យ៉ាងម៉េចសម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងនិយាយរួមស្ពានហ្នឹងយើងប្រកបរបរអាជីវកម្មនៅលើតែផ្លូវហ្នឹងមួយគត់ហ្មងបាទអត់ផ្លូវហ្នឹងយើងអាចធ្វើដំណើរបានអញ្ចឹងផ្លូវនេះគឺសំខាន់ណាស់សម្រាប់ការធ្វើអាជីវកម្មការប្រស្រ័យតាក់ទងរបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះបាទអញ្ចឹងបងសោកស្ដាយខ្លាំងមែនទែនបាទបងបាទស្ដាយខ្លាំងបងបាទនិយាយសួរបងជាប្រជាពលរដ្ឋនៅណាវិញដែរបងបាទនៅខាងថ្មដាណាបងនៅថ្មដាស្ពាននេះវាមានសារៈសំខាន់យ៉ាងម៉េចសម្រាប់បងប្អូនប្រជាពលរដ្ឋនៅទីនេះវាសំខាន់សម្រាប់បងប្អូនធ្វើដំណើរបងទៅមកថ្ងៃអញ្ចឹងប្រជា